ជំរាបសួរពុកម៉ែបងប្អូនក៏ដូចជាប្រិយធុនិងសួស្តីបងប្អូននិស្សិតពេទ្យទាំងអស់គ្នាបាទថ្ងៃនេះដុកទ័រសុនសូមធ្វើការចែកម្លែកពុកម៉ែបងប្អូនក៏ដូចជាប្រិយធុនិងបងប្អូននិស្សិតពេទ្យទាំងអស់គ្នាអំពីវិធានបទសុខភាពមួយទៀតហើយបាទថ្ងៃនេះយើងលើកឡើងអំពីការមានកូនបាទអញ្ចឹងតើតើនឹងការមានកូនដែរបាទថ្ងៃនេះយើងមានវិធានបទថ្មីមួយទៀតហើយដើម្បីចែកម្លែកគឺយើងយកអំពីរោគសញ្ញាមានកូនមុនបាត់រដូវ ដែលភាសាអង់គ្លេសហៅថា pregnancy symptom before amenorrhea បាទយើងថាស្ត្រីដែលគាត់ចង់បានកូនគាត់តែងតែចង់ដឹងឲ្យបានលឿនអំពីសញ្ញាមានកូនហ្នឹងដើម្បីធ្វើការថែទាំផ្ទៃពោះឲ្យបានល្អប្រសើរផងដែរបាទយើងចង់ដឹងថាតើរោគសញ្ញាមានកូនមុនបាត់រដូវហ្នឹងស្ត្រីមានរោគសញ្ញាអ្វីខ្លះដែលអាចកត់សម្គាល់បានបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយរបស់ខ្ញុំបាទជាបន្តបន្ទាប់ដូចតទៅបាទអញ្ចឹងវេទិកាក្នុងថ្ងៃនេះយើងឃើញមាន3ចំណុចសំខាន់ទី1គឺសក្ដើមទី2គឺរោគសញ្ញាមានកូនមុនបាត់រដូវនិងទី3គឺការតេស្តរោគការមានកូនបាទយើងចង់ដឹងថាតើរោគសញ្ញាមានកូនមុនបាត់រដូវហ្នឹងស្ត្រីមានអាការៈអ្វីខ្លះហើយនឹងការតេស្តរោគការមានកូនហ្នឹងគេត្រូវធ្វើយ៉ាងណាដែរបាទយើងចង់ដឹងតើគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលស្អីផ្ដើមរោគសញ្ញាមានកូនដំបូងអាចប្រែប្រួលពីស្ត្រីម្នាក់ទៅស្ត្រីម្នាក់ទៀតនិងពីការមានផ្ទៃពោះមួយទៅការមានផ្ទៃពោះមួយទៀតបាទហ្នឹងគឺតកតទៅនឹងការមានកូនហ្នឹងយើងមើលរោគសញ្ញាមានកូនមុនបាត់រដូវគឺលេចឡើងចាប់ពី14ថ្ងៃក្រោយរួមភេទដូចនេះគឺស្ត្រីអាចសម្គាល់អំពីសញ្ញាឬក៏រោគសញ្ញាមានកូននានានិងលេចឡើងជាបន្តបន្ទាប់ផងដែរជាពិសេសគឺតកតងរោគសញ្ញាមានកូនមុនបាត់រដូវនឹងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតកតងរោគសញ្ញាមានកូនមុនបាត់រដូវតើរោគសញ្ញាមានកូនមុនបាត់រដូវហ្នឹងស្ត្រីមានអាការៈរោគសញ្ញាអ្វីខ្លះបាទយើងចង់ដឹងតើអ្នកសូមស្ដាប់ការបកស្រាយជាបន្តទៅទៀតបាទអញ្ចឹងយើងមើលរោគសញ្ញាមានកូនមុនបាត់រដូវទី1គឺស្ត្រីមានការឡើងតឹងឬក៏ឈឺសង្កេតដោះអញ្ចឹងស្ត្រីខ្លះគាត់អាចយល់ច្រឡំជាមួយនឹងការចិត្តមករដូវបាទឬក៏តកតទៅនឹងរឿងអីផ្សេងបាទអញ្ចឹងការឡើងតឹងដោះឬឈឺសង្កេតដោះហ្នឹងគឺជារោគសញ្ញាញឹកញាប់មួយដែលយើងឃើញមានតកតទៅនឹងអាការៈមានកូនឬក៏រោគសញ្ញាមានកូនមុនបាត់រដូវហ្នឹងយើងមើលជាបន្តទៀតតកតងរោគសញ្ញាមានកូនមុនបាត់រដូវទី2គឺស្ត្រីអស់កម្លាំងជាងធម្មតាបាទអញ្ចឹងការអស់កម្លាំងជាងធម្មតាហ្នឹងគឺដោយសារបម្រែបម្រួលអរម៉ូនតកតងការមានកូនផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតកតងរោគសញ្ញាមានកូនមុនបាត់រដូវទី3គឺស្ត្រីមានរោគសញ្ញាឈឺក្បាលអញ្ចឹងរោគសញ្ញាឈឺក្បាលហ្នឹងគឺជារោគសញ្ញារួមផ្សំដែលយើងឃើញមានលើស្ត្រីដែលមានរោគសញ្ញាមានកូនមុនបាត់រដូវផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតកតងរោគសញ្ញាមានកូនមុនបាត់រដូវទី4គឺស្ត្រីមានរោគសញ្ញាងុយដេកអញ្ចឹងរោគសញ្ញាងុយដេកនេះគឺជារោគសញ្ញារួមផ្សំដែលយើងឃើញមានទៅលើស្ត្រីដែលគាត់មានកូនមុនបាត់រដូវផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងរោគសញ្ញាមានកូនមុនបាត់រដូវទី5គឺស្ត្រីមានបម្រែបម្រួលអារម្មណ៍ផ្លូវអារម្មណ៍គឺមួម៉ៅច្រើនបាទដោយសារបម្រែបម្រួលអរម៉ូនតកតងនឹងការមានកូនផងដែរបាទអញ្ចឹងយើងមើលបន្តទៀតតកតងរោគសញ្ញាមានកូនមុនបាត់រដូវទី6គឺស្ត្រីមានរោគសញ្ញាវិលមុខបាទអញ្ចឹងរោគសញ្ញាវិលមុខគឺជារោគសញ្ញាដែលរួមផ្សំទេដែលយើងឃើញមានលើស្ត្រីដែលគាត់មានរោគសញ្ញាមានកូនមុនបាត់រដូវផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតកតងរោគសញ្ញាមានកូនមុនបាត់រដូវទី7គឺស្ត្រីមានរោគសញ្ញាចង្អោរហើយនិងក្អួតបាទអញ្ចឹងសញ្ញាចង្អោរក្អួតហ្នឹងគឺដែលភាសាអង់គ្លេសគេហៅថា morning sickness ចាញ់កូនហ្នឹងបាទយើងឃើញថាវាមាននៅពេលព្រឹកអញ្ចឹងស្ត្រីត្រូវចាប់អារម្មណ៍បើសិនជាមានសញ្ញាចង្អោរក្អួតនៅពេលព្រឹកវាអាចជាអាក្រក់ឬក៏រោគសញ្ញាមួយដែរទាក់ទងនឹងការមានកូនមុនបាត់រដូវហ្នឹងបាទអញ្ចឹងយើងមើលបន្តទៀតទាក់ទងរោគសញ្ញាមានកូនមុនបាត់រដូវទី8គឺស្ត្រីមានការកើនឡើងសីតុណ្ហភាពរាងកាយអញ្ចឹងការកើនឡើងនៃសីតុណ្ហភាពរាងកាយហ្នឹងគឺពាក់ព័ន្ធនឹងបម្រែបម្រួលអរម៉ូនទាក់ទងនឹងការមានកូនរបស់ស្ត្រីនឹងផងដែរបាទអញ្ចឹងយើងមើលជាបន្តទៀតតកតងរោគសញ្ញាមានកូនមុនបាត់រដូវទី9គឺស្ត្រីបម្រែបម្រួលនៃការដឹងរសជាតិបាទអញ្ចឹងបម្រែបម្រួលនៃការដឹងរសជាតិហ្នឹងគឺដោយសារបម្រែបម្រួលអរម៉ូនតកតងនឹងការមានកូនអាចធ្វើឲ្យស្ត្រីនឹងសាបសាមាត់ហ្នឹងបាទអញ្ចឹងអាចចូលចិត្តញ៉ាំបញ្ជូរអីផ្សេងបាទហ្នឹងគឺជាអាការៈរោគសញ្ញាមួយដែរតកតងនឹងមានកូនមុនបាត់រដូវបាទអញ្ចឹងយើងចង់ដឹងថាតើតេស្តរោគការមានកូនយើងមានតេស្តខ្លះបាទយើងចង់ដឹងតើអ្នកគ្នាសូមស្ដាប់ការបកស្រាយជាបន្តទៅទៀត
បាទអញ្ចឹងយើងមើលតេស្តរោគការមានកូនទី1គេអាចធ្វើឲ្យបានឆាប់បានលឿនគឺការផលិតឈាមរោគអរម៉ូនប្រូហ្សេសារ៉ូនហើយនិងអរម៉ូន EPF បាទអញ្ចឹងការរោនៅអរម៉ូនប្រូហ្សេសារ៉ូននិងពួកពពតិត EPI ហ្នឹងបាទយើងអាចរោកំណត់រោគឆេះបានលឿនតាក់ទងនឹងការមានកូនផងដែរបាទអញ្ចឹងយើងមើលបន្តទៅទៀតតាក់ទងនឹងការតេស្តរោគការមានកូនទី2គឺការផលិតឈាមរោគអរម៉ូន ACG បាទអញ្ចឹងការផលិតឈាមរោគអរម៉ូន ACG ហ្នឹងអាចរកឃើញខែ15ថ្ងៃក្រោយការរួមភេទបើសិនជាតាក់ទងការមានកូនតែម្ដងបាទហើយយើងកំណត់ថាឃើញកូននៅទីណាហ្នឹងគឺមិនទាន់ដឹងទេបើសិនជាកម្រិត ACG នៅទាបនៅឡើយបាទអញ្ចឹងយើងមើលតទៀតតាក់ទងនឹងតេស្តរោគការមានកូនទី3គឺតាក់ទងនឹងការតេស្តទឹកនោមផ្ទៃពោះបាទអញ្ចឹងការតេស្តទឹកនោមផ្ទៃពោះហ្នឹងវាអាចធ្វើនៅពេលស្ត្រីបាត់រដូវ5ថ្ងៃទៅ7ថ្ងៃបាទអញ្ចឹងអាចធ្វើតែឃើញតាក់ទងនឹងការមានកូនបើសិនជាគាត់មានកូនមែនអញ្ចឹងបើសិនជាមិនទាន់បាត់រដូវគាត់អាចធ្វើតេស្តទៅឃើញព្រាលគាត់ថាចិត្តមករដូវគាត់ថាចិត្តមករដូវធ្វើទៅនោះឃើញមួយច្បាស់មួយព្រាលមានកូនឬទេករណីហ្នឹងគឺអាចមានគឺកូននៅតូចនៅឡើយបាទហ្នឹងគឺតាក់ទងតេស្តសំខាន់រោគការមានកូនមុនបាត់រដូវផងដែរបាទអញ្ចឹងយើងមើលយើងឃើញថាបើសិនបើស្ត្រីសង្ស័យអំពីការមានកូនយើងឃើញថាខាងប្រាសាទនេះខ្ញុំផ្ដល់សេវាពិនិត្យនិងតាមដានរោគការមានផ្ទៃពោះក្នុងតម្លៃសមរម្យផងដែរអាចធ្វើការប្រឹក្សាសុខភាពតាមលេខទូរស័ព្ទក៏ដូចជាលេខ Telegram បេក្ខខ្សែគឺ092 59 3350 088 3132 225ហើយនិង016 58 57 64ផងដែរបាទហើយបើចង់រកទីតាំងយើងខ្ញុំមានមធ្យោបាយពីរគឺអាច scan តាម QR code ឬក៏មើលតាមផែនទីផ្ទាល់បាទអញ្ចឹងបើលោកស្រីក៏មាន iPhone អាចចូលក្នុង App Store ស្វែងរកកម្មវិធី QR code Reader តម្លើងកម្មវិធីនឹងមកបើកកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំគឺ load Google Map ឃើញទីតាំងខ្ញុំហើយឬក៏លោកស្រីមានទូរស័ព្ទផ្សេងក្រៅពី iPhone អាចចូលក្នុង Google Play ឬ Play Store បាទស្វែងរកកម្មវិធី Google Lens ដោយអក្សរស្រាប់តម្លើងកម្មវិធីនឹងមកបើកកម្មវិធីហ្នឹង scan លើ QR code យើងខ្ញុំក៏ load Google Map ឃើញទីតាំងខ្ញុំដែរឬក៏មិនចឹងទេយើងមើលតាមផែនទីផ្ទាល់បាទអាចចុះតាមខ្លោងទ្វារវត្តសន្សំកសលបត់តាមរង្វង់វត្តខាងស្ដាំដៃចុះតាមផ្លូវ16បេតេត្រង់ចុងផ្លូវគឺដោយតាំងខ្ញុំហើយឬក៏មិនចឹងទេអាចចុះតាមផ្លូវតផុនច្រកចូលទៅមុខហាង Pizza Company តែម្ដងបើសិនបើពុកម៉ែបងប្អូនក៏ដូចជាព្រះទុកទាំងអស់ចង់តាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតអាចចូលរួមជាមួយនឹង Channel Telegram យើងខ្ញុំគឺ MD Coxon Official បាទអាចធ្វើការ scan QR code ទៅដើម្បីចូលទៅក្នុង Channel យើងខ្ញុំបាទចុច Subscribe ឬក៏ Join ដើម្បីតាមដានព័ត៌មានសុខភាពថ្មីៗដែលក៏ថ្លៃច្រើនទៀតផងដែរបើសិនបើពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់ចង់ទទួលបាននូវវីដេអូអប់រំសុខភាពថ្មីៗបន្ថែមទៀតទាក់ទងនឹងជំងឺរោគស្ត្រីសញ្ញានៃការមានកូនសញ្ញានៃការមានកូនខុសធម្មតាការយល់ដឹងអំពីតេស្តផ្សេងៗក្នុងផ្នែករោគស្ត្រីនិងតេស្តផ្សេងៗទៀតក្នុងផ្នែកជំងឺទូទៅផ្សេងៗបាទអាចចូលទៅក្នុង YouTube Channel វាយពាក្យ Dr. Sun បាទអក្សរ D ធំមក O ដតដកឃ្លា S អក្សរធំ UNN បាទចុច search បាទស្វែងរកទៅពេលហ្នឹងឃើញ logo របស់យើងខ្ញុំហើយចូលក្នុង channel ចុចពាក្យ subscribe និងរូបកណ្ដឹងបាទចុចពាក្យ subscribe និងរូបកណ្ដឹងគឺសម្រាប់អ្នកថ្មីៗដែលមិនទាន់បាន subscribe អញ្ចឹងនៅពេលដែលយើងផុសវីដេអូលើក្រោយនឹងឃើញក្នុងបណ្ដាញ YouTube ជាបន្តបាទជ្រុំ subscribe ម្នាក់មួយដើម្បីលើកទឹកចិត្តក្នុងការធ្វើវីដេអូជាបន្តទៀតបាទសូមអរគុណ